ពេលខ្ញុំទៅលេង Hawaii ខ្ញុំជួល Airbnb កន្លែងដែលខ្ញុំជួលនេះគឺជា condo ចាហើយមានទេសភាពស្អាតណាស់ព្រោះអីខ្ញុំមាន veranda ដែលអាចមើលឃើញភ្នំតម្លៃរបស់វាគួរសមដែរប៉ុន្តែបើប្រៀបជាមួយសន្តាគារគឺធូរថ្លៃជាងច្រើនហើយមិនតែប៉ុណ្ណឹងអ្វីដែលល្អពីការជួល Airbnb គឺយើងអាចធ្វើម្ហូបនៅផ្ទះបានអញ្ចឹងនៅពេលដែលខ្ញុំចុះពីយន្តហោះមកភ្លាមខ្ញុំនាំគ្នាទៅទិញម្ហូបអាហារគេមានផ្សារយើងអាចទិញបន្លែទិញសាច់ទិញអីតាមយើងត្រូវការអញ្ចឹងបន្ទាប់មកយកមកផ្ទះវិញធ្វើម្ហូបទៅហើយរាល់ព្រឹកមុននឹងចេញដំណើរពួកខ្ញុំញ៉ាំអាហារពេលព្រឹកនៅផ្ទះហើយខ្ញុំមានសាកដោដែលដូចរបៀប cooler យើងអាចដាក់ទឹកកកតាមញ៉ាំអីឲ្យរក្សាភាពត្រជាក់បានយូរចាហើយនេះគឺពេលយប់នៅឯកន្លែងផ្ទះដែលខ្ញុំជួលហ្នឹងគឺអាចមើលឃើញទិដ្ឋភាពទីក្រុងពេលព្រឹកហើយនិងពេលយប់ចាបើសិនជាបងប្អូនចង់បានព័ត៌មាន Airbnb ហ្នឹងអាច comment សួរបាន